លោក Marco Rubio បាននិយាយថាអាមេរិកវាយអ៊ីរ៉ង់ព្រោះផែនការសម្ងាត់របស់អ៊ីស្រាអែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានបញ្ជាក់ថាសហរដ្ឋអាមេរិកបានសម្រេចចិត្តបកការវាយប្រហារលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីទទួលបានព័ត៌មានថាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺអ៊ីស្រាអែលគ្រោងនឹងធ្វើសកម្មភាពវាយប្រហារតែឯងហើយមានការព្រួយបារម្ភថាអ៊ីរ៉ង់អាចនឹងធ្វើសងសឹកទៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFPថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Rubio បានឲ្យដឹងថាអ៊ីរ៉ង់បានចេញបញ្ជាឲ្យក្រុមមេបញ្ជាការយោធារបស់ខ្លួនត្រូវធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិប្រឆាំងនឹងកងកម្លាំងអាមេរិកប្រសិនបើមានការវាយប្រហារកើតឡើងលោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកបានដឹងជាមុនអំពីផែនការវាយប្រហាររបស់អ៊ីស្រាអែលហើយក៏បានវាយតម្លៃថាអ៊ីរ៉ង់នឹងធ្វើសងសឹកទៅលើកងទ័ពអាមេរិកដែលអាចបណ្ដាលឲ្យមានការបាត់បង់ជីវិតនិងរបួសយ៉ាងច្រើនប្រសិនបើមិនមានវិធានការបង្ការទុកជាមុននោះទេលោក Rubio បានសង្កត់ធ្ងន់ថាការវាយប្រហាររបស់អាមេរិកគឺមានគោលបំណងការពារនិងទប់ស្កាត់ហានិភ័យដល់កងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ជាមួយគ្នានេះផងដែររដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានអះអាងថាអ៊ីស្រាអែលជាអ្នកដឹកនាំការវាយប្រហារដែលបានកាត់ឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុងតេហេរ៉ង់ដែលបានបណ្ដាលឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់ជាច្រើនអ្នកត្រូវបានសម្លាប់